ហើយយើងអាច add motion blur មកដើម្បីវាមានភាពតាក់ទាញដែរអញ្ចឹងទាំងទូរស័ព្ទរបស់យើងនឹង motion នេះគឺយើងអាចចុច motion blur នេះបានអញ្ចឹងសម្រួលចលនាបន្ថែមទៅ curve គឺសំខាន់មែនតើដើម្បីឲ្យចលនារបស់យើងវាកាន់តែ smooth មើលទៅវាស្អាតណានេះក៏ជាការបង្ហាញត្រួសៗទេក្នុងការយក file ប្រភេទជា 3D យកមកធ្វើ animation នៅក្នុងកម្មវិធី After Effects អូខេចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងបង្ហាញអំពីការធ្វើ motion graphic 3D ដោយយើងប្រើប្រាស់ plugin ទេប៉ុន្តែ version ដែលយើងប្រើនោះគឺ version After Effects 2025ចឹងក្នុងនេះគឺយើងធ្វើការ import model 3D ដែលយើងអាចយកមក import ចូលក្នុង After Effects បានអញ្ចឹងសម្រាប់ file 3D របស់យើងអាចធ្វើការ download នៅតាម website នេះក៏បានដែរ website Sketch មួយនេះអញ្ចឹងយើងអាចធ្វើការ download ជា file 3D ដែលយើងអាចយកមកប្រើប្រាស់បានដោយយើងមិនប្រាច់ប្រើជាលក្ខណៈ plugin element 3D គឺយើងធ្វើការ import ចូលតែម្ដងយើងចុចពីថា download 3D model ហ្នឹងមកអញ្ចឹងយើងគ្រាន់តែ log Gmail ចូលគឺយើងអាច download បានហើយយើងចុចពីថា download 3D model មកអញ្ចឹងសម្រាប់ file ដែលយើងអាច support ចូលនៅក្នុង After Effects គឺយើងយកប្រភេទជា file JLB ចឹងយកខាងលើបងណា JLB 3 មេនឹងមក texture size ចឹងយើងគ្រាន់តែ click download មកគឺយើងអាច import ចូលក្នុង After Effects បានហើយអញ្ចឹងសម្រាប់ file ទាំងអស់នេះឲ្យតែប្រភេទជា file JLB គឺយើងអាចធ្វើការ import ចូលក្នុង After Effects ផ្ទាល់តែម្ដងអញ្ចឹងសម្រាប់ website នេះគឺមាន model ច្រើនប្រភេទ 3D យើងអាចធ្វើការ search បានក្នុងនេះណាហើយយើងអាចធ្វើការ import ហើយយើងធ្វើ animation វាបាន download រួចរាល់ហើយអញ្ចឹងយើងចូលទៅក្នុង After Effects ទាំងអស់គ្នាអូខេអញ្ចឹងមុនដំបូងយើងធ្វើការបង្កើតជា new composition មួយមកអូខេខ្ញុំក៏ដាក់ថា iPhone 17 Pro share គេខ្ញុំយកຂະຫນາດជា Full HD ប៉ុន្តែអ្វីដែលយើងគួរតែកត់សម្គាល់នៅកន្លែងគេគឺនៅកន្លែង 3D render យើងដូរកន្លែងពាក្យថា renderer ហ្នឹង classic 3D យើងដូរមកដាក់ពាក្យថា advanced 3D អញ្ចឹងយើងដូរតែកន្លែងហ្នឹងមួយទេយើងអាចធ្វើការ import វាជា file 3D ចូលក្នុង After Effects តែម្ដង click OK ប៉មួយមកអូខេអញ្ចឹងបន្ទាប់មកយើងចុច Ctrl I ហើយយើងធ្វើការ import file 3D របស់យើងចូលតែម្ដងអញ្ចឹងខ្ញុំមាន iPhone 17ដែលបាន download បាញ់មិញហ្នឹងបន្ទាប់ពីយើងបានបង្កើតជា account មកយើងចាប់ផ្ដើមមកធ្វើការទាញជាមួយនឹង file របស់យើងអូខេយើងទាញ file របស់យើងចូលក្នុង timeline មកហើយយើងទាញ anchor point នេះ pen behind tool ចំចំណុចកណ្ដាលមកដើម្បីងាយស្រួលក្នុងការ scale ចុច S មកដើម្បីធ្វើការ scale ទៅតាមទំហំណាមួយដែលយើងចង់បានអូខេខ្ញុំចុច scale ទៀតមកអូខេ selection tool ហើយខ្ញុំចុច scale បន្ថែមទៀតដើម្បីវាធំហើយយើងនឹងធ្វើការយកផ្នែកខាងមុខនេះហើយយើងនឹងធ្វើការបំបែកវាទៅជា2ណាអូខេខ្ញុំចុច O មកដើម្បីធ្វើការ rotate វាចេញបន្តិចមកអូខេខ្ញុំទាញទៅលើអាទាំងប្រមាណហ្នឹងយើងចុច select ទាំងអស់មកហើយយើងធ្វើការបវល់វាខ្ញុំបវល់ទៅលើអា X ដក90មកអូខេដើម្បីយើងចង់បដិជាបែបនេះអូខេយើងទាញទៅលើមកអូខេធំទៀតអូខេយើងធ្វើការ scale វាហើយវា load ទៅទីតាំងដើមរបស់យើងវិញអូខេយើងប៉ុណ្ណេះមកចេះទៅមកក្រោមតិចមកអូខេទាញទៅលើ position អូខេចាំមកវានឹងធ្វើការ zoom អានេះវិញអូខេយើងអូខេអូខេ space play មកចឹងវាអត់ទាន់ smooth ទេយើងធ្វើការសម្រួលសិនអូខេចេញ select មកចូលកន្លែងយើងចុច F9 ក៏បាន right click យើងយកពាក្យថា ECS អូខេ grab ហើយយើងធ្វើការ edit វាមកអូខេយើងដាក់នេះក៏បានដែរដើម្បី over យើងងាយស្រួលក្នុងការទាញវាក៏បានដែរអូខេទីយើងអាចធ្វើការទាញទៅលើ slide zoom នេះចឹងនេះគឺវាមានកំណោងខាងមុខហ្នឹងគឺវាលឿនបន្ទាប់មកគឺវាយឺតអូខេទាញ slide zoom នេះមកអូខេចុច space play អូខេយើងចង់បានបិទហ្នឹងអូខេប៉ុណ្ណឹងចឹងបន្ទាប់មកទៀតយើងនឹងធ្វើការ duplicate វា model របស់យើងនេះឲ្យទៅជា2ណាយើងធ្វើចលនាមួយទៀតផ្សេងអញ្ចឹងយើងត្រូវបំបែកវា select layer របស់យើងមកចុច Ctrl D duplicate ចឹងបន្ទាប់មកធ្វើការរបស់យើងនេះ position របស់យើងដោះចេញសិនមក keyframe ដោះចេញហើយយើងទាញមកនេះមកខាងក្រោមនេះចឹងយើង add keyframe សាកថ្មីទៅអស់វិញមកអូខេឥឡូវនេះយើងអាចធ្វើការទាញទៅលើ position នេះដើម្បីវាទៅក្រោយអាស៊ីរបស់យើងនេះទាញវាទៅផ្នែកខាងក្រោយវិញដល់ពេលយើងចង់ switch វាមកវាមកបែបនេះអូខេវាទៅទាញបែបនេះពេលយើងទាញមកថយវាទៅក្រោយចឹងមកចឹងមកយើងទាញទៅខាងស្ដាំណាអូខេប៉ុនគ្នាប៉ុណ្ណេះអូខេយើងគិតថាយកប៉ុណ្ណេះមកហើយចុច rotate របស់យើងមកនេះទៅលើ Z អូខេលើ Z ទាញលើ Z មកយើងត្រឡប់មកអូខេ
ត្រឡប់មកចេញរៀងដែលយើងចង់បានបែបណាយើងអាចពង្វិលមើលបានអូខេចង់បានផ្អៀងបែបនេះយើងទាញកន្លែង RC នឹងមកយើងស្រេតតាមវាយើងចង់បានអូខេបន្ទាប់មកនេះចេញបែបនេះមកវា switch មកអូខេអញ្ចឹងវារៀងយឺតតិចយើងអាចទាញអា keyframe របស់យើងហើយនឹងសម្រួលចលនារបស់យើងមកក្រោយទៀតកុំឲ្យវាជាប់ចេញមកវាជាប់គ្នានៅតែជាប់ទេចេញរុញទៅលើ position ឲ្យទៅក្រោយទៀតឲ្យតតែ port គ្នាអញ្ចឹងវានៅដដែលអូខេប៉ុណ្ណឹងខ្ញុំគិតថាវា port ហើយអូខេប៉ុណ្ណឹង port ហើយចាំមើលទៅការសម្រួលចលនារបស់យើងឲ្យវា smooth ល្អចុច F9 ក៏បានណាដើម្បីលឿនតើមកយើងប្រើក្រាបជំនួយបន្ថែមទៀតដើម្បីឲ្យចលនារបស់យើងកាន់តែ smooth ល្អក្រាបហើយយើង select មកពុតទៅ add មកដើម្បីវា slow អូខេហើយយើងមើលចលនាទាំងពីរនឹងស្អាតថ្មីនេះចង់បវល់ទៀតដាក់ចលនាបន្ថែមទៀតណាអូខេមានឲ្យឡើងតិចមកចលនារបស់យើងវានៅគោកបវល់ទៀតខាត់ចិត្តតិចមកនេះចឹងយើងចង់បញ្ចេញអក្សរនៅខាងក្រៅមួយទៀតណាចឹងនៅពេលនេះចលនារបស់យើងវាមកបន្តគ្នាណាអូខេយើងទាញនេះមកតិចមកអូខេទាញ keyframe នេះឲ្យវា hold នេះសិនចាំយើងសម្រួលចលនារបស់យើងឲ្យវាទីតាំងទៅមុខបន្ថែមទៀតអូខេចឹងយើង hold play អូខេនេះឲ្យវាញាក់បាទនេះទៀតណាចឹងអាចកែសម្រួលកន្លែងណាយើងគិតថាវាអត់ទាន់សមគ្នាអីយើងអាចកែសម្រួលបាននៅកន្លែងហ្នឹងណាអូខេសង់តង់គ្នាមកដើម្បីងាយស្រួលក្នុងការធ្វើពេលបន្ទាប់ទៀតយើងទៅដាក់អក្សរ iPhone 17ឡើងមកដើម្បីមាន text មានអីបន្ថែមរសជាតិតិចណាអូខេយើងចូលទៅអក្សរ T នេះមកถ่ายទូយើងចុច click បកមកយើងនឹងសេមក iPhone 17ហ្នឹងទៅអូខេ iPhone 17 Pro អូខេហើយទាញមកយើងចុចកលមកទីតាំងណាមួយយើងត្រូវការទៅហើយបន្ថែមអក្សរខ្មែរតិចក៏បានដែរចង់បញ្ជាក់ថាយើងមាន iPhone ទិញលុយដាច់ចឹងទៅណាមាន iPhone មកលំដាប់ថវិកាចឹងទៅអូខេចឹងវាថ្លៃគួរសមដែរចឹងយើងដូរ font ទៅអីមកដាក់ font ណារៀងក្រាស់តិចមកវាមើលទៅវាស៊ីគ្នាដងរ៉ៃមួយទៅចុះប៉ុន្តែខ្ញុំចង់បានអក្សរខ្មែរនៅផ្នែកខាងលើណាយើងចង់លើកស្ទួយអក្សរខ្មែរយ៉ាងដែរចឹងយើងធ្វើការខាត់វាហើយយើងដាក់អក្សរខ្មែរនៅពីលើអក្សរអង់គ្លេសវិញខ្ញុំ select ទៅមកខ្ញុំចុច Ctrl X មកដើម្បីខាត់វាចេញផ្នែកខាងក្រោមហ្នឹងហើយខ្ញុំធ្វើការ enter សលាប់តាំងទៅខាងក្រោមដាក់ខ្មែរលើ Ctrl V អូខេខ្ញុំចង់បានអក្សរខ្មែរនៅពីលើគេទាញទំហំអក្សរខ្មែរយ៉ាងធំតិចមកហើយយើងធ្វើការ space វាឲ្យវារៀងស៊ីគ្នាតិចមកអូខេនេះគ្រាន់តែជាការបង្ហាញ text ជំនួយបន្ថែមទេហើយយើងធ្វើ animation ទៅលើ text នេះមួយបន្ថែមទៀតដើម្បីផ្សំជួយគ្នាហើយយើង take layer 3D មកហើយយើងចុចអក្សរ P មក transform position មកយើងចាប់ទាញចេញមកក៏បានដែរហើយយើងធ្វើការរុញវាទៅផ្នែកខាងក្រោយ Z របស់យើងឲ្យវាចេញផ្នែកខាងក្រោយហើយយើងប្រើ opacity ជាមួយនឹង position មកណាដែលវាចេញ reveal ចេញពីខាងក្រោយនៃទូរស័ព្ទរបស់យើងអូខេយកទីតាំងមួយដែលសមល្មមសិនចាំយើងបង្កើត keyframe តាមក្រោយ position មួយសិនហើយ shift T អូខេហើយទាំងពីរ keyframe មកយើងរំកិលទីតាំងដើមសិនមកហើយចាំយើងទាញនេះរបស់យើងនេះយើងអាចទាញនៅកន្លែងនេះផ្ទាល់តែម្ដងក៏បានដែរទាញទៅខាងក្រោយតិចមកហើយកន្លែង opacity យើងវាយលេខ0មកអញ្ចឹងវា scale ចេញពីទាញពីទីតាំង0% ទៅនេះវាចេញ switch មកពីខាងក្រោយវិញអូខេហើយយើងអាច add motion blur មកដើម្បីវាមានភាពតាក់ទាញដែរអញ្ចឹងទាំងទូរស័ព្ទរបស់យើងនឹង motion នេះគឺយើងអាចចុច motion blur នេះបានអញ្ចឹងសម្រួលចលនាបន្ថែមទៅcurve គឺសំខាន់មែនតើដើម្បីឲ្យចលនារបស់យើងវាកាន់តែ smooth មើលទៅវាស្អាតណានេះក៏ជាការបង្ហាញត្រួសៗទេក្នុងការយក file ប្រភេទជា 3D យកមកធ្វើ animation នៅក្នុងកម្មវិធី After Effects អញ្ចឹងគឺយើងគេធ្វើបែបហ្នឹងអញ្ចឹងសម្រាប់ version 2025គឺវា support ជាមួយនឹង file 3D គឺ file JLB យើងអាច import បានដោយយើងមិនចាំបាច់ប្រើ plugin Element CD ទេអញ្ចឹងវាមានតែប៉ុណ្្នឹងទេក្នុងការធ្វើជាចលនាខ្លះៗទៅលើប្រភេទជា 3D អូខេអញ្ចឹងអរគុណច្រើនបើចូលចិត្តសូមកុំភ្លេចចុច like share subscribe ជួបគ្នានៅវីដេអូក្រោយ